ជំរាបសួរនាងខ្ញុំឈ្មោះរីណាជាបុគ្គលិកបម្រើការនៅក្នុងក្រុមហ៊ុនស៊ុនស៊ីមីកូសាខាភ្នំពេញថ្មីតកតងជាមួយនឹងខាងហាងនេះដែរយើងលក់ដាច់សឹងតែគ្រប់មុខទាំងអស់បងតែគ្រាន់តែមានផលិតផលខ្លះយើងលក់ដាច់របៀបជារដូវកាលដូចឥឡូវនេះរដូវកាលភ្លៀងអញ្ចឹងយើងលក់ដាច់ជាប្រភេទម៉ាស៊ីនបោកម៉ាស៊ីនសង្ងួតអីចឹងទៅដល់ពេលខែក្តៅយើងលក់ដាច់ជាប្រភេទកង្ហាលម៉ាស៊ីនត្រជាក់អីប៉ុន្តែយើងមានប្រភេទផលិតផលមួយដែលអត់រើសរដូវកាលទេបងពេលណាក៏ភ្ញៀវរកដែរជាប្រភេទផលិតផលទូទាស់ដែលមានអតិថិជនហោហែហ្មងតកតងជាមួយនឹងអតិថិជនដែលគាត់មកធ្វើការបញ្ជាទិញទូទាស់ពីខាងយើងគាត់មើលទៅលើចំណុច2 3ដែរបងទីមួយអញនិយាយបានថាទៅលើតម្លៃម៉ាកគុណភាពក៏ដូចជាមុខងារអញនិយាយបានថាទៅលើកម្រិតរូបភាពក៏ដូចជាកម្រិតសម្លេងដូចគ្នាហើយមានអតិថិជនខ្លះទៀតក៏គាត់នៅចង់មើលពីចំណុចកណ្ដាលរវាងគុណភាពហើយនិងតម្លៃដែរអញ្ចឹងហើយបានជាយើងសង្កេតឃើញថាការលក់ទៅលើប្រភេទទូទាស់ Samsung ក្នុងរយៈពេលប្រហែលឆ្នាំចុងក្រោយនេះគឺទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជនអញ្ចឹងណាបងជាក់ស្ដែងដោយទូរទស្សន៍ Samsung QLED 2025នេះអញ្ចឹងមានបំពាក់មកជាមួយនឹងបច្ចេកវិទ្យា AI ជាច្រើនឧទាហរណ៍ដូចជាមុខងារ AI mode នេះចឹងដែលវាអាចចាប់បានថាយើងកំពុងតែទស្សនាទៅលើវីដេអូរឿងតន្ត្រីឬក៏កីឡាអញ្ចឹងវាលៃសំឡេងក៏ដូចជារូបភាពឲ្យត្រូវទៅតាមកម្មវិធីហ្នឹងហ្មងអត់ចាំបាច់ឲ្យយើងសេរីទៅលើទូទាស់ក៏ដូចជាចុចទៅលើ tele ច្រើនដងទេហើយអ្វីដែលផ្លាស់ដែរមានពីមុនមកនោះគឺជាមុខងារច្រៀងខារ៉ាអូខេដែលយើងអាចច្រៀងខារ៉ាអូខេតាមរយៈទូរស័ព្ទដៃជាមួយនឹងទូទាស់នេះផ្ទាល់តែម្ដងដែលអត់ចាំបាច់ប្រើ microphone ទេលើពីទូរទស្សន៍ធម្មតាជាមួយនឹងមុខងារ AI generative wallpaper ដែលយើងអាចបង្កើតនៅផ្ទាំងរូបភាពស្អាតទំនើបទាន់សម័យឲ្យស័ក្តិសមជាមួយនឹងគ្រប់គេហដ្ឋាននិងមើលមកទាក់ទាញជានិច្ចទូរទស្សន៍ Samsung QLED series ឆ្នាំ2025នេះយើងមានជាច្រើនទំហំទៅតាមតម្រូវការរបស់អតិថិជនដែលយើងមានរហូតដល់100 អ៊ីងនេះខ្ញុំសូមណែនាំអតិថិជនទាំងអស់គ្នាអញ្ជើញមកកាន់ក្រុមហ៊ុនស៊ុនស៊ីមីកូគ្រប់សាខាទាំងអស់ដើម្បីសាកល្បងដោយផ្ទាល់និងទទួលយកនូវបទពិសោធន៍ដ៏អស្ចារ្យមួយនេះ